IT ITE និង Computer Science តើ3ហ្នឹងវាខុសគ្នាយ៉ាងម៉េចអញ្ចឹងសម្រាប់អ្នកដែលអត់ទាន់ដឹងពីវាច្បាស់លាស់ថ្ងៃហ្នឹងខ្ញុំនឹងមកស្រាវចម្ងល់អំពីមុខជំនាញទាំង3ហ្នឹងថាវាខុសគ្នាយ៉ាងម៉េចខ្លះនឹងអ្នកគ្នាចង់ជ្រើសមួយក្នុងចំណោម3ហ្នឹងយកមករៀនអ្នកគ្នាគួរតែទៅ research ឬក៏ស្រាវជ្រាវមើលសិនថា3ហ្នឹងវាខុសគ្នាយ៉ាងម៉េចហេតុអ្វីឲ្យវាមានដល់ទៅ3អញ្ចឹងជាធម្មតាបើសិនជាវាដូចគ្នាវាអាចមាន3បានអ្នកគ្នាប្រហែលជាគេដាក់តែមួយហើយមួយ Computer Science Computer Science គឺគេផ្ដោតសំខាន់ទៅលើ programming algorithm data structure និងការគិតបែប computational thinking ហើយបើសិនជាគ្នាចូលចិត្ត logic បែបដោះស្រាយបញ្ហានិងរបៀបដែល software និង computer ដំណើរការអ្នកគ្នាអាចជ្រើសរើស CS បានព្រោះអាចស័ក្តិសមជាមួយនឹងអ្នកគ្នាពី information technology ឬ IT ចំពោះ IT នេះគឺវាផ្ដោតសំខាន់ទៅលើការយក technology មកប្រើនៅក្នុងអង្គភាពមួយឬក៏អាជីវកម្មមួយហ្នឹងទៅហើយចំពោះ IT នេះក៏វាពាក់ព័ន្ធជាមួយនឹង IT support networking system administration database cloud software ហើយវាអាចថាផ្អែកសំខាន់ទៅលើសាកលវិទ្យាល័យដែលគេរៀបចំកម្មវិធីសិក្សាមកអ្នកគ្នាហើយ information technology engineering ឬក៏ ITE ITE គឺជាការលាយបញ្ចូលគ្នារវាង IT ហើយនិង engineering ហើយវាមានមុខវិជ្ជាដូចជា software networking hardware ឬក៏តាក់ទងទៅនឹង computer system ហើយវាមាន technology ផ្សេងៗទៀតវាអាស្រ័យទៅលើកម្មវិធីសិក្សារបស់សាលាគេបានរៀបចំឡើងដល់គ្នាហើយបើសិននៅគ្នាសម្រាប់ចិត្តរៀននៅគ្នាកុំគិតថា ITE វាល្អជាង IT ហើយ ITE វាល្អជាង CAA នៅគ្នាត្រូវគិតជាមុនសិនថាតើអ្វីទៅជាចំណូលចិត្តរបស់អ្នកគ្នាក្នុងចំណោម3ហ្នឹងហើយដល់ពេលដែលគ្នារៀនចប់ថាការងារដែលគ្នាចង់បានគឺជាអីអញ្ចឹងគ្នាគួរតែជ្រើសរើសឲ្យត្រូវទៅតាមអ្វីដែលគ្នាចង់បានជាទូទៅបើសិនអ្នកគ្នាចង់ក្លាយទៅជា software development skill អ្នកគ្នាគួរតែមើលនៅមុខវិជ្ជាឬក៏ជំនាញមួយណាដែលវាមាននៅ software development skill ច្រើនហើយបើសិនអ្នកគ្នាចង់ក្លាយទៅជាខាង networking ឬក៏ខាង administration ហ្នឹងអ្នកគ្នាគួរតែមើលទៅលើមុខវិជ្ជាក្នុងចំណោម3ហ្នឹងមួយណាដែលផ្អែកឬក៏ផ្ដល់ឲ្យគ្នាច្រើនតាក់ទងទៅនឹង network នឹងអ្នកគ្នាអញ្ចឹងបើសិនជាគ្នាទៅចប់ទី12ហើយមិនទាន់ដឹងថាត្រូវជ្រើសរើសមួយណារវាង IT Computer Science ហើយនិង ITE អ្នកគ្នាកុំសម្រេចចិត្តលឿនពេកអ្នកគ្នាគួរតែចូលទៅកាន់ website ឬក៏ research អំពីសាលារបស់គេសិនថាតើរវាងតើនៅក្នុងការផ្ដល់នៅចំណេះដឹងការរៀបចំកម្មវិធីសិក្សារបស់គេហ្នឹងគឺគេផ្ដល់នៅអ្វីដែលយើងចង់បានអត់ឧទាហរណ៍ថាយើងចង់បានតាក់ទងនឹង software development skill អញ្ចឹងយើង research មើលទៅថាអ្វីដែលគេផ្ដល់មកឲ្យយើងហ្នឹងគឺស័ក្តិសមនឹងអ្វីយើងចង់បានសម្រាប់ការងាររបស់យើងអត់បើសិនតែគ្នាឃើញថានៅក្នុងចំណោម3ហ្នឹងមានមួយណាដែលល្អហើយនៅវាស័ក្តិសមនឹងអ្វីយើងចង់បានអ្នកគ្នាជ្រើសមួយយកមករៀនមកគឺវាអត់ខំក្នុងយើងទេហើយបើសិនអ្នកគ្នាចង់ដឹងយល់បន្ថែមអំពី IT career ការជ្រើសរើសជំនាញ IT ឲ្យត្រូវអ្នកគ្នាកុំភ្លេចជួយ follow TikTok ឬក៏ subscribe នៅ channel របស់ខ្ញុំមួយដើម្បីទទួលបានវីដេអូថ្មីៗនិងការចែករំលែកចំណេះដឹងបន្តទៀត